ជាទូទៅកាលបរិច្ឆេទឬក៏ថ្ងៃខែច្រើនកំណត់នៅលើកម្មវិធី Microsoft Excel ឬក៏ Google Sheet ដែលអ្នកទាំងអស់គ្នាកំពុងតែប្រើប្រាស់ហ្នឹងគឺវាលោតជាភាសាអង់គ្លេសហើយដើម្បីបំលែងវាទៅជាភាសាខ្មែរបានសូមមើលការអនុវត្តខាងក្រោមទាំងអស់គ្នាចឹងដំបូងនេះដំបូងអ្នកទាំងអស់គ្នាវាយខែឆ្នាំកំណើតមកឧទាហរណ៍ថាខ្ញុំវាយខែឆ្នាំកំណើតផ្សេងឧទាហរណ៍ដូចជា25ខែ10 1995នេះវាលោតមកណាគឺថ្ងៃពុធទី25ខែ10ឆ្នាំ1995អញ្ចឹងធ្វើម៉េចដើម្បីវាទៅជាភាសាខ្មែរបានគឺយើងទាំងអស់គ្នាប្រើប្រព័ន្ធមួយនេះគឺគេហៅប្រព័ន្ធ Google Translate អញ្ចឹងគឺយើងចុចមកស្មើវាយពាក្យ Google Translate នេះវាលោតនៅខាងក្រោមនេះបន្ទាប់មកយើងរើសយកកាលបរិច្ឆេទឬក៏ថ្ងៃខែឆ្នាំកំណើតហ្នឹងជាភាសាអង់គ្លេសហ្នឹងយើងចុចនេះមកតមកក្បៀសហ្នឹងយើងដាក់ថ្មីកណ្ដុរ2មកសរសេរពាក្យ EN EN ហ្នឹងគឺតំណាងឲ្យភាសាអង់គ្លេសបន្ទាប់មកយើងក្បៀសហើយយើងបើកថ្មីកណ្ដុរដែរមកយើងដាក់ KM KM ហ្នឹងតំណាងឲ្យភាសាខ្មែរណាអញ្ចឹងយើងបិទវងខ្យល់តមក Enter នេះ Enter មកវានឹងលោតកាលបរិច្ឆេទជាភាសាខ្មែរគឺថ្ងៃពុធទី25ខែតុលាឆ្នាំ1995ឧទាហរណ៍ខ្ញុំវាយថ្ងៃខែឆ្នាំកំណើតផ្សេងថ្ងៃទី10ខែ11ឆ្នាំ1999នេះវាលោតមកគឺថ្ងៃពុធទី10ខែវិច្ឆិកាឆ្នាំ1999ឧទាហរណ៍ខ្ញុំដាក់មួយថ្ងៃផ្សេងទៀតឧទាហរណ៍ថ្ងៃទី25ខែ6ឆ្នាំ2025